Bạn xong chìm đẹp sốในក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញទាក់ទងនឹងការ share location ឲ្យទៅអ្នកដែលគាត់អត់ស្គាល់ទីតាំងដែលយើងកំពុងស្ថិតនៅបាទអញ្ចឹងដើម្បីធ្វើវាយើងបើកកម្មវិធី Telegram មកហើយចុចទៅលើ Telegram ដែលយើងបានឆ្លើយជាមួយគាត់នឹងមកអូខេហើយបន្ទាប់មកយើងចុចនៅលើនិមិត្តសញ្ញាដូចដៃខ្ទាស់ហើយឯកសារអញ្ចឹងបាទយើងចុចលើវាមកហើយយើងយក location ហើយនៅក្នុងការ share នៅ location នៃទីតាំងដែលយើងកំពុងនៅហ្នឹងយើងមានពីរជម្រើសបាទទី1យើង send selection location អាហ្នឹងវានៅនឹងតែមួយកន្លែងដល់ពេល share my live location យើងអាចកំណត់ម៉ោងវាបានហើយនៅពេលដែលយើងដើររេទៅទីតាំងណាវារេទៅតាមនឹងឲ្យអ្នកដែលចង់មកជួបយើងនឹងគាត់ដឹងថាយើងនៅទីតាំងនឹងដែរតែលក្ខណៈរៀងគេហៅថាវាគាត់ដើរទៅណាអញ្ចឹងវាចាប់ទីតាំងនៅទៅនឹងតែម្ដងអញ្ចឹងអាទី1នេះគឺ fix តែម្ដងអូខេខ្ញុំលួតបន្តិចអញ្ចឹងខ្ញុំចុចទៅនឹងមកshare ឲ្យគេបានតែជំរើសមួយទៀតគឺយើងមកកន្លែង location នឹងទៅដែរ share live location មានន័យថាហើយយើងអាច share ឲ្យគេ8ម៉ោងក៏បាន1ម៉ោងក៏បាន5-10នាទីក៏បានឬក៏ប្រើពាក្យថា until I turn it off តើតែពេលយើងចង់បិទចាំឲ្យវាលែងដំណើរការក៏បានដែរអញ្ចឹងខ្ញុំភាគច្រើនខ្ញុំយក8ម៉ោងតែបើគិតថាគេនៅឆ្ងាយពីយើងហើយមិនងាយមកដល់យើងដាក់ until I turn it off ហើយយើងចុច share អញ្ចឹងមកបាទអញ្ចឹងវាជាលក្ខណៈ live location យើងដើរទៅណាអញ្ចឹងវារេទៅតាមទីតាំងហ្នឹងដើម្បីឲ្យអ្នកដែលមករកយើងនឹងដឹងថាយើងនៅម្លុកណាដល់ពេលអានេះ fix យើងដាក់តែម្ដងទៅគឺបានហើយហ្នឹងវាគេមករកចំមកចំណុចដែលយើងនៅនឹងតែម្ដងអញ្ចឹងពេលដែលយើង share location ឲ្យគេអីគឺយើងធ្វើតាម Telegram ហ្នឹងទៅគឺប្រហែលភាពងាយស្រួលហើយដល់អ្នកដែលគាត់លក្ខណៈថាចង់មកស្គាល់ទីកន្លែងយើងណាបាទពេលខ្លះគាត់ត្រូវមកប្រជុំនៅនឹងឬក៏គាត់មិនសូវស្គាល់អីចឹងឬក៏មកកម្មវិធីនៅកន្លែងដែលយើងកំពុងនៅអីជាដើមគឺគាត់អាចដឹងពីទីតាំងយើងគាត់ជិះតាមអ្វីដែលយើងបាន share location ឲ្យគាត់បាទអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូហ្នឹងវាជាប្រយោជន៍ដល់អ្នកទស្សនាទាំងអស់គ្នាបាទហើយខ្ញុំសូមអរគុណហើយចាំជួបនៅវីដេអូក្រោយៗទៀតទាក់ទងនឹងប្រធានបទទាក់ទងការ share live location នៅលើ Messenger វិញម្ដងបាទ